ថ្ងៃនេះដឹងតែអេមឆ្ងាញ់មាត់តែម្ដងតែគ្នាមានទាំងបបរមានទាំងខ្យងអាំងមានទាំងមានធម្មជាតិមានគ្រប់សពបែបយ៉ាងតែម្ដងគឺបងប្អូនសាច់ញាតិអីមកជួបជុំគ្នាធ្វើជាមួយឲ្យប្អូនខ្ញុំទៅរៀននៅឥណ្ឌូនេស៊ីគេបានអាហារូបករណ៍បើនិយាយពីមាត់ម៉ាក់ខ្ញុំវិញគឺបបែបបបោចគឺកំពុងតែនិយាយដើមសៀមតែគ្នាអត់អស់ចិត្តទេហេតុអីបានអាចោលសៀមនឹងវាតែងតែចង់បានរបស់ខ្មែរអីចឹងណាគេសង្កត់ខ្មែរយើងធ្វើបាបខ្មែរអីចឹងទៅគឺនិយាយពេញណាពេញណីបងប្អូនសាច់ញាតិខ្ញុំគឺមកជុំគ្នាជួយគ្នាម្នាក់ម្ដាយមួយជើងមានអ្នកបេះមាន់មានអ្នកស្រុះមឹកបកាចឹងទៅហើយមីងមាខ្ញុំអីហ្នឹងគឺបកែខ្លាំងពីនេះសួរថាមាត់ហ្នឹងនិយាយគេចឹងណានិយាយដើមគេអ៊ុងប៉ិនណានិយាយមែនម្នាក់ហើយម៉ាក់ខ្ញុំប៉ាខ្ញុំអីហ្នឹងជួយគ្នាអស់ហើយអ្នកទាំងគ្នាហើយធ្វើចុះធ្វើឡើងក៏សម្រាប់ចិត្តថាញ៉ាំបាយជុំគ្នាសិនព្រោះដោយសារតែយើងធ្វើមួយថ្ងៃហត់ហើយចឹងណាសុខបំផុតនៅពេលដែលយើងបានញ៉ាំបាយជុំគ្នាជាមួយពុកម៉ែបងប្អូនពូមីងមាអីទាំងអស់ហើយបានញ៉ាំរបស់ដែលយើងចូលចិត្តខ្លាំងគឺផ្អកត្រីប្រែផ្អកត្រីប្រៃអ្នកតាគ្នាសុំទោសបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយអស់ហើយគឺចាប់ផ្ដើមធ្វើបបរពេលទឹកពុះចឹងណាទឹកពុះហើយគឺម៉ាក់ខ្ញុំចាប់ផ្ដើមដាក់អង្ករដាក់អីចឹងទៅអូយខ្ញុំមិនណាត់ម៉ាក់ខ្ញុំណាអ្នកតាគ្នាឲ្យតែថាមានបុណ្យទានឬក៏ជាមួយអីម្ដងគឺម៉ាក់រវល់ជាងគេជាងឯងតែបកូននេះវិញគាត់តែកាន់ទូរស័ព្ទទេពួកអីខ្លាចធ្វើទៅអត់ឆ្ងាញ់ហើយអត់ចេះធ្វើរបស់ច្រើនទេបើបន្តិចតួចអីចេះធ្វើចឹងណាបន្ទាប់ពីអង្កររៀងរីកហើយចាប់ផ្ដើមដាក់ផ្សិតដាក់អីចឹងទៅបន្ទាប់មកម៉ាក់ចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងសមុទ្រដាក់គ្រឿងសមុទ្រមកស្ទុះធំហើយមិនម៉ាក់ចាក់មាន់ចូលណាដល់គ្នាហើយគាត់ថែមគ្រឿងថែមអីពេញណាពេញណីចឹងទៅខ្ញុំនិយាយមែនណាម៉ាក់ខ្ញុំគឺធ្វើអីពីច្រើនគឺឆ្ងាញ់អ្នកដែលគាត់ធ្លាប់ហូបម៉ាក់ខ្ញុំចាំជួយខមមិននៅខាងក្រោមផងណាពីច្រើនគឺម៉ាក់ខ្ញុំគាត់ទៅធ្វើចុងភៅនៅម្កាស់អីចឹងណាពេលចឹងទៅគាត់បកែធ្វើមុខម្ហូបច្រើនមុខឬក៏អាចនិយាយបានថាមុខម្ហូបជាលក្ខណៈច្រើនបើខ្ញុំវិញខ្ញុំចេះធ្វើតិចទេបើឲ្យខ្ញុំមកធ្វើច្រើនខ្ញុំមិនចេះទេចាស់ធ្វើបបរក្មេងៗនាំគ្នាមកបេះមានម្ដងណាតាគ្នាហើយមានច្រើនខ្លាំងមែនតើមានធម្មជាតិហ្មងឆ្ងាញ់ផ្អែមឡំអត់សូវផ្អែមខ្លាំងទេញ៉ាំច្រើនក៏អត់សូវក្តៅខ្លួនដែរបងអូនខ្ញុំគេភ្លក់មុនគេអើយបងអូនខ្ញុំនិយាយពីថាប៉ុណ្ណារឿងអៀនកាមេរ៉ាហ្នឹងហើយមានបេះបានពីកញ្ច្រែងធំនេះឯងបន្ទាប់មកទៀតហើយក៏បានដល់ពេលវេលាមួយដែលភ្លក់បបរម៉ាក់ម្ដងនិយាយទៅគឺញ៉ាំជុំគ្នាជាមួយនឹងបងប្អូនហើយបងអូនខ្ញុំថតគេថតខ្ញុំដែរភ្ញាក់គ្នាណាតើគ្នាហើយនេះគឺម៉ាក់ខ្ញុំណាតើគ្នាហើយជួបជុំបងប្អូនញ៉ាំបបរក្តៅហុយឆ្ងាញ់ខ្លាំងមែនតើអស់ពីបបរហើយគឺមកចាត់ការខ្យងម្ដងមីងខ្ញុំចាប់ផ្ដើមលាងខ្យងលាងអីចឹងទៅបន្ទាប់មកគឺយើងដាក់ស្ងោរខ្យងហើយបើយើងអាំងតាមក្រោយស្ងោរគឺខ្ញុំស្ងោរជាមួយនឹងស្លឹកតបែកដាក់ជាមួយនឹងស្លឹកក្រូចសើចណាតើគ្នាដើម្បីកុំឲ្យពេលដែលយើងញ៉ាំទៅឆាប់វិលមុខឬក៏រាកហើយបងអូនខ្ញុំវិញគេជំនាញខាងបុកទឹកត្រីបន្ទាប់មកអាខ្យងអីហ្នឹងណាតើគ្នាស្ងោរដាក់អំបិលបន្តិចទៅប៊ីចេងបន្តិចទៅតាមចំណង់ចំណូលចិត្តទៅស្ងោរឆ្អិនហើយគឺយើងចាប់ផ្ដើមដាក់លើជាទៀសអាំងចេះមកណាតើគ្នាឲ្យចាក់ទឹកត្រីបុកចូលណាអូខ្ញុំមិនដឹងនិយាយថាម៉េចទេគ្រាន់តែបញ្ចូលសំឡេងហ្នឹងក៏ស្រក់ទឹកមាត់សាជាថ្មីដែរគឺម្នាក់គឺនាំគ្នាភ្លក់ម្នាក់បន្តិចចឹងទៅហើយបើថាប្អូនខ្ញុំកំពូលមនុស្សហ្មងខ្ញុំគួយកាន់ខ្ញុំឈរកាន់កាមេរ៉ាខ្ញុំចាំឲ្យគេដាក់ខ្យងនឹងចូលក្នុងមាត់រាប់ម៉ោងនៅព្រមដាក់ចូលនៅក្នុងមាត់សោះហ្មងអ្នកតោះគ្នានៅមួយនៅនឹងអាអ្នកចាំថតនេះចាំថតនៅនឹងជីទីបំផុតគឺគេបានដាក់ចូលនៅក្នុងមាត់ហើយអូខ្ញុំនិយាយមែនខ្យងនឹងឆ្ងាញ់ខ្លាំងមែនតើវាធំអានេះបងអូនថ្លៃរបស់ខ្ញុំគេសាកម្ដងនិយាយទៅគេសាអ្នកបន្តិចចឹងណានេះបងអូនបើរបស់ខ្ញុំគេសាចឹងណាគេថាំងឆ្ងាញ់ណាខ្យងនឹងត្រូវតែឆ្ងាញ់ចឹងហើយព្រោះដោយសារស្នាដៃខ្លួនឯងគេអ្នកបុកទឹកត្រីអ្នកតាគ្នាបងអូនខ្ញុំគឺជំនាញខាងបុកទឹកត្រីហើយបងប្អូនចរូនមួយវិញគឺជំនាញខាងញ៉ាំតែម្ដងនេះទឹកត្រីរបស់បងអូនខ្ញុំបុកអ្នកតាគ្នាហើយបើថាអ៊ំប្រុសរបស់ខ្ញុំហើយនឹងប្រពន្ធគាត់វិញគឺអង្គុយតែអាំងទេហើយពួកខ្ញុំអង្គុយតែញ៉ាំម៉ាក់ខ្ញុំតម្រាំតែគាត់ដាច់ចិត្តថាញ៉ាំមួយគេដែរអញ្ចឹងណាញ៉ាំចុះញ៉ាំឡើងក៏ធ្លាក់ចុះទៀតអត់បានញ៉ាំទេអ្នកតាគ្នាហើយអាចដល់ម៉ោងត្រូវឡើងឡានទៅហ្នឹងណាចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអ្នកតាគ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់កុំភ្លេចជួយ like ជួយ comment ជួយ share ផងអ្នកនរគ្នា